ពីឱកាសសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅ functionality ក៏ដូចជា feature ផ្សេងៗដែលអាកាសបាន design ឡើងបាទហើយថ្ងៃនេះគឺយើង focus ទៅលើ HR management system ទេបាទ function ទាំងអស់របស់ HR management system របស់យើងអូខេអញ្ចឹងនៅនេះគឺយើងមាន dashboard បាទ dashboard គឺអាច log ចូលមកគឺអាចខុសគ្នាពី user មួយទៅ user មួយអញ្ចឹងវាអាស្រ័យទៅតាម functionality ដែល admin គាត់ផ្ដល់សិទ្ធិជូនបាទទៅតាមបុគ្គលិកមួយអូខេហើយយ៉ាងណាមិញគឺបុគ្គលិកមួយគាត់អាច user មួយគាត់អាច customize screen របស់គាត់បានដោយគាត់អាចទាញចាប់ទាញបាទដាក់ mouse លើទៅឃើញមានសញ្ញានេះគាត់អាចចាប់ទាញបានឬក៏គាត់អាចបិទបាទបិទចោលបើសិនជាកន្លែងណាដែលអត់ត្រូវការងាររបស់គាត់ឬក៏គាត់អត់ចង់មើលអញ្ចឹងទៅគាត់អាចបិទចោលបានបាទឬក៏គាត់អាច add មកវិញបាទ contact job អីហ្នឹងវិញដែលយើងបិទហ្នឹងគឺយើងអាច add ចូលមកវិញឬក៏យើងទាញចុះទាញឡើងអឺគាត់អាចនៅពេលដែលទាញចុះទាញឡើងញ៉ៃញ៉ៃរួចហើយវា messy ពេញហ្នឹងហើយគឺនៅនេះយើងអាចrestore បាទគាត់អាច click restore មកគឺវា load ទៅអាដើមវិញបានបាទអញ្ចឹងនេះគឺ function ដែលយើងមានសម្រាប់ sales service បាទអូខេអញ្ចឹងយើងអានេះអាស្រ័យទៅតាម module ឬក៏ function ដែលយើងប្រើប្រាស់ទេបាទអញ្ចឹងវាជា default វាចេញនៅក្នុងនេះទាំងអស់ហើយអានេះក៏យើងអាចទាញបានដែរបាទពង្រីកបានដែរបើសិនជាបើ content របស់យើងវាធ្លាក់មកលុបអីអញ្ចឹងយើងអាចទាញបានបាទអូខេអញ្ចឹងហើយនៅកន្លែងនេះគឺយើងអាច admin គាត់អាច click ដើម្បី hide function ណាដែលយើងដែលគាត់គិតថាអត់ប្រើអញ្ចឹងថាគាត់ចង់ឲ្យបុគ្គលិកមើលjob vacancy គាត់អាច select មកគាត់tick select ទៅវា hide បាទអានេះគឺអាចបិទបើកតាមជាក់ស្ដែងបាទអូខេអញ្ចឹង sales service បាទអញ្ចឹងបន្ទាប់ពីមាន sales service គឺយើងក៏មានគេហៅ approval ដែរបាទអញ្ចឹងឧទាហរណ៍ថាគាត់សុំច្បាប់ហើយគាត់អាចមើលបុគ្គលិកគាត់អាចឡើងមកមើលថាអូខេfunding request របស់គាត់ដែលគាត់សុំហ្នឹងបាទអញ្ចឹង funding ទៅលើនេះអ្នកណាខ្លះបាទអញ្ចឹងគាត់សុំច្បាប់2ដងហើយលេខ2ហើយនិងលេខ3អញ្ចឹងទៅបាទអញ្ចឹងគាត់អាច click មើល detail ទៅតាមហ្នឹងបាទជួនកាល approval គឺអាចមានច្រើន layer បាទអញ្ចឹងអាស្រ័យទៅតាមការ set នៅ system workflow របស់យើងបាទនៅ setting workflow នេះបាទអញ្ចឹងអាស្រ័យទៅលើ layer ដែលយើង set នៅនេះបាទអូខេអញ្ចឹងវាមានអាចមានច្រើនបាទពី supervisor ទៅ department head ពីអីទៅតាម layer មួយជាក់ស្ដែងទៅតាមកន្លែងមួយបាទអូខេអញ្ចឹងអានេះគឺយើងបកទៅ dashboard របស់យើងវិញបាទហើយកន្លែងនេះគឺសម្រាប់មេគាត់អាច log ចូលមើលនៅក្នុងនេះបាទមាន pending approval គឺគាត់អាច click ហើយគាត់អាច click approve ទៅ approve ទៅតាមហ្នឹងបាទអូខេអញ្ចឹងយើងមានទាំងអស់នេះ function ពាក់ព័ន្ធជាមួយនឹងការ alert contra ដែល expire probation ដែលនឹងមកដល់សម្រាប់បុគ្គលិករបស់យើង birthday មាន in use checklist អីផ្សេងបាទបាទនៅនេះគឺយើងអាចអ្នកដែលមានសិទ្ធិមើលlist របស់ employee គាត់អាចមើល statistic នេះ employment statistic នេះគាត់អាច click detail បាទហើយអាចនៅនេះវាគេហៅថា pivot អញ្ចឹងគាត់អាច track គាត់អាចមើលរបាយការណ៍ទៅតាមគេហៅ dimension ផ្សេងដែលគាត់ចង់មើលអញ្ចឹងឧទាហរណ៍ថានៅនេះឥឡូវវា load default មកគឺ location division department អញ្ចឹងទៅបាទអញ្ចឹងមកគាត់ចង់មើលតាម department ទេគាត់អាចទាញចេញបងបាទឬក៏អត់ចង់បានមើល division អីទេគឺមើលតែអានេះគឺ dimension នេះគឺយើងគាត់មើលតែ location ហើយ dimension នេះគាត់អាចមើលតែមួយអញ្ចឹងទៅបាទអញ្ចឹង contract type របស់គាត់ FTC USC ហើយប្រមាណ total ប្រមាណអីហ្នឹងគឺវាសង្ខេបចូលនៅក្នុងហ្នឹងឬក៏
គាត់អាចមើលទៅតាមបើសិនជាមាន call center គាត់អាចដាក់ call center មុនអីចឹងទៅតាអូខេនេះ call center នេះ call center នេះអីចឹងទៅបាទអញ្ចឹងនេះសម្រាប់អ្នក matrix គឺអាចវិភាគគ្រប់ dimension ដែលយើង load ចូលនៅក្នុងនឹងបានបាទហើយ dimension ផ្សេងទៀតគឺវាអាស្រ័យទៅលើការ request ជាក់ស្ដែងយើងអាចបន្ថែមជូនពេលក្រោយបានបាទអូខេអានេះhead count statistic head count នេះផ្សេងហ្នឹងបាទអូខេអញ្ចឹងបន្ទាប់មកទៀតគឺយើងមានទៅតាម module នេះគឺតាម module មួយមាន personnel module មាន recruitment មាន attendant មាន leave មាន performance មាន payroll មាន security បាទ report ផ្សេងបាទអូខេអញ្ចឹងនៅនេះគឺធម្មតាគឺយើង organization unit យើងគឺអាច set up ជាក់ស្ដែងទៅតាមរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនរបស់អង្គការជាក់ស្ដែងបាទយើងមាន multiple currency បាទយើងធម្មតានៅស្រុកយើងបើកពាក់ខែជាដុល្លារហើយយើងបណ្ដែតពន្ធឬក៏បសសអីផ្សេងគឺយើងធ្វើឬក៏គិតជាលុយខ្មែរបាទអញ្ចឹងនៅនេះយើងអាច set up US dollar ជា base currency ហើយយើងមានខ្មែររៀលរបស់យើងមាន exchange rate ច្រើនបាទទៅតាមការប្រើប្រាស់បាទអញ្ចឹងអានេះសម្រាប់ពន្ធបាទដែលយើងយកមកពីពន្ធដារតាមខែហ្នឹងហើយនេះសម្រាប់បសសគឺយើងយកពីបសសបាទអូខេអញ្ចឹងវាមានទៅតាមហ្នឹងយើង create ថ្មីទៅតាមនឹងរាល់ខែមកបាទអូខេអញ្ចឹងfiscal year អីផ្សេងគឺយើង set ទៅតាមហ្នឹង call center យើងមាន multiple bank ដែលយើងបើកប្រាក់ខែទៅបុគ្គលិកអីហ្នឹងបាទអញ្ចឹងយើងអាច set up ទៅ bank មួយ fee អីផ្សេងហ្នឹង account ព័ត៌មានជាក់ស្ដែងទៅតាមហ្នឹងបាទអូខេយើងមានកន្លែងនេះយើងមានជា message template បាទអញ្ចឹង user អាចយើងអាចកំណត់ថា email content ដែលយើងផ្ញើចេញបាទទៅតាម template ជាក់ស្ដែងបាទដល់អញ្ចឹងអានេះ leave request នេះគឺយើងបង្កើតអញ្ចឹងហើយ leave request ហ្នឹងគឺតាមធម្មតាវាប្រើប្រាស់នៅក្នុង workflow អញ្ចឹងឧទាហរណ៍ថាខ្ញុំបើក workflow start មកវា set អីអញ្ចឹងទៅបាទហើយវា mail ទៅ supervisor របស់អ្នក request ហ្នឹងបាទអូខេអញ្ចឹងវាប្រើ template មួយហ្នឹងបាទអូខេអញ្ចឹងយើងអាច set បើពីនេះបានយើងអាចកែពីនេះបានបាទ content អត្ថន័យអីផ្សេងហ្នឹងគឺយើងថែមថយទៅតាមហ្នឹងហើយវាមានគេហៅអានេះ keyword របស់វាដើម្បីវា replace អូខេបាទនេះ workflow របស់យើងនឹង train ជាក់ស្ដែងទៅតាមនៅពេលដែលយើង implement បាទអូខេអញ្ចឹងយើងមានព័ត៌មាន employee របស់យើង filter ទៅតាម organization unit ដែលយើង set up ហ្នឹងទៅអានេះវាទៅតាម account ទៅតាមជាក់ស្ដែងបាទចំនួនបុគ្គលិកជាក់ស្ដែងយើងអាច query រកតែ expert អញ្ចឹងទៅឬក៏យកតែមើលតែអ្នកដែលបានលាលែងចេញបាទក្នុងនេះយើងប្រើភាសា separated បាទអញ្ចឹង separated អាចមាន terminate អាចមាន resign មាន whatever គេ lay off អីផ្សេងហ្នឹងបាទអូខេអញ្ចឹងនេះគ្រាន់តែជា demo សើបាទជាក់ស្ដែងមែនទែនអាចតាក់ទងជាមួយនឹងខាងយើងទៅយើងនឹងបង្ហាញជូនអំពីការ set up ជាក់ស្ដែងបាទនេះ separated មិញដែលខ្ញុំបញ្ជាក់ជូនហ្នឹងគឺមាន separate យើងមាន misconduct suspension record accident របស់ employee បាទយើងមាន fund បាទ fund នេះគឺយើងប្រើដូចបសសឬក៏គេមាន pension fund អីផ្សេងយើងអាចកណនានៅនេះបានបាទអញ្ចឹងតាមការជាក់ស្ដែងឧទាហរណ៍ថានេះបសសយើងអាច set up ទៅតាមហ្នឹងបាទហើយយើងset up ហើយយើង apply
ឬក៏ប្រើពាក្យ grant ទៅ employee បាទគេអញ្ចឹងនៅបាទអញ្ចឹងនៅ screen របស់ employee គឺបើយើងបើកមកនេះព័ត៌មានរបស់ employee បាទអញ្ចឹងយើងមាន payment information របស់គាត់និយាយទៅព័ត៌មានទាំងអស់នេះគឺក្បោះក្បាយតាមការជាក់ស្ដែងមែនតើបាទហើយយើងអាចថែមថយទៅតាមនឹងបានបាទអូខេអញ្ចឹងនេះគឺយើងមានព័ត៌មានដូច fund មួយហ្នឹងគឺយើងអាចបន្ថែមនៅពេលយើង set up នៅនោះហើយយើងអាច add fund ហ្នឹងចូលបាទ fund នេះតែឥឡូវវាអត់មានបាទយើងអត់បាន set up វិញបាទអូខេrecruitment គឺយើងអាចមាន job requisition ហ្នឹងគឺយើងអាចគាត់អាចឲ្យ user ដែលគាត់ request គាត់អាច request នៅនេះបានបាទបន្ទាប់ពី request ហើយឆ្លងកាត់ approval workflow ហើយជាក់ស្ដែងបាន approve ហើយវានឹងចូលនៅក្នុងនេះបាទហើយយើងអាច manage បាទអញ្ចឹងនៅនេះក្រុមធម្មតាគឺ job ហ្នឹងបានអានេះដូចជា job announcement ហ្នឹងបាទបន្ទាប់ពី approve វាខ្លាចជា job announcement automatic អញ្ចឹង job announcement គឺគាត់អាចធម្មតាគឺ public អាចបើកពី link នេះមកបានបាទដោយមិនបាច់ log in គឺមាននៅក្នុងហ្នឹងអូខេអញ្ចឹងគាត់អាចមើលទៅតាមជាក់ស្ដែងនេះខ្ញុំបង្ហាញខ្ញុំ back ទៅណាហើយខ្ញុំបង្ហាញបោះភ្ញៀវយើងមួយគាត់នេះគឺខ្ញុំវាយទៅគឺវាចេញមកអញ្ចឹងបាទអញ្ចឹងនេះគឺគាត់ implement បាទអញ្ចឹងគាត់អាចបើកមើល public គាត់អាចបើកមើលទៅតាមនឹងជាក់ស្ដែងបាទអូខេបាទអញ្ចឹងបន្ទាប់ពីវាខ្លាចជា job announcement ទៅយើងអាច manage applicant អីផ្សេងៗនៅក្នុងហ្នឹងគឺនេះមាន applicant មួយដែលយើង add ចូលបាទហើយយើងអាច short list យើងអាច notify ដោយប្រើ workflow របស់យើងបាទយើងអាចនេះ more action យើងទៅ set up ទៅថាយើងឥឡូវតទៅនៅនេះយើងមានមួយ short list អញ្ចឹង short list ហ្នឹងវានឹង track call ទៅ workflow នេះអញ្ចឹងជាក់ស្ដែងវានឹង send email មួយគឺទៅ applicant ដែលបាន short list ហ្នឹងបាទអញ្ចឹងនៅនេះគឺយើង automate ទៅនៅលើនេះទាំងអស់បាទអូខេ attendance របស់យើងគឺយើងមាន set up ទៅមាន policy ក្នុងការគណនា attendance មិនហើយយើងមាន QR ទៅតាម location បាទឧទាហរណ៍នេះ head office អញ្ចឹងទៅគឺយើងអាច set up ជា location បាទហើយយើងអាចអនុញ្ញាតឲ្យបុគ្គលិកគឺអាច scan ពីទូរស័ព្ទដៃហ្មងបាទអូខេហើយអញ្ចឹងបន្ទាប់ពី scan មកយើងមានព័ត៌មានទាំងអស់នេះនៅក្នុង attendance record ហើយធម្មតាយើងត្រូវ process វាទៅតាមថ្ងៃ process គឺតាមធម្មតានេះខ្ញុំចូល detail តិចថាឧទាហរណ៍បុគ្គលិកម្នាក់គាត់មាននេះ job របស់គាត់មិញយើងអត់បានទាន់បង្ហាញបើឧទាហរណ៍ថាបុគ្គលិកគាត់មាន job schedule របស់គាត់គឺគាត់នេះគេ assign ឲ្យពីធ្វើការ shift នេះបាទ shift នេះវាមានម៉ោងប៉ុន្មានទៅម៉ោងប៉ុន្មានហើយ effective ពីថ្ងៃណាទៅអញ្ចឹងធម្មតានៅពេលដែលគាត់គេកំណត់ឲ្យគាត់ម៉ោងធ្វើការម៉ោង8នៅពេលគាត់ធ្វើការចូលមកម៉ោង8កន្លះឧទាហរណ៍អញ្ចឹង process នេះវានឹង matching វានឹង matching attendance ហ្នឹងបាទហើយវានឹងបង្ហាញជូនទៅនៅក្នុងរបាយការណ៍ abnormal attendance អញ្ចឹងទៅបាទអូខេហើយការ process នេះក៏អាច HR អាច click manual ឬក៏យើងអាច automate វាប្រហែលឧទាហរណ៍1ម៉ោងម្ដងឬក៏1ថ្ងៃម្ដងអីចឹងទៅតាមជាក់ស្ដែងបាទអូខេតើមកយើងមាន leave សុំតខ្ញុំបកឥឡូវខ្ញុំសូមបកទៅខាង employee នេះមិញដែលថាយើងវាសាព័ត៌មាន detail នេះអញ្ចឹងមិញខ្ញុំបង្ហាញជូនតែ employee record ប៉ុន្តែអត់មាន employment record នេះគឺ employee record នេះ employment record បានន័យថា employee ម្នាក់ហ្នឹងគាត់អាចដូរពី job history មួយទៅ job history មួយទៅ job history មួយទៅតាមការតឡើងទៅតាមការ move ជាក់ស្ដែងបាទអញ្ចឹងរាល់ព័ត៌មានទាំងអស់ហ្នឹងគឺយើងកត់ត្រានៅក្នុង history នេះទាំងអស់បាទ
ចឹងពីតំណែងនេះចូលទៅតំណែងនេះចូលទៅតំណែងនេះឬក៏ការឡើងប្រាក់ខែឬក៏ការដូរអីផ្សេងលក្ខខណ្ឌអីផ្សេងហ្នឹងគឺវាយើងកត់ត្រាជាគេហៅhistory កត់ត្រានៅក្នុង history ទាំងអស់បាទយ៉ាងមាន document attach អីផ្សេងហ្នឹងបាទគេអញ្ចឹងបកមកវិញគឺយើងមាន leave set up leave type បាទ leave type នេះគឺយើងអាច set ប្រមាណក៏បានដែរទៅតាមការជាក់ស្ដែងបាទអញ្ចឹងប្រព័ន្ធរបស់យើងគឺយើង design ទៅជារបៀបជា type មួយជា policy មួយបាទហើយមាននិយាយទៅវាមានការ setting ច្រើនបាទយើងអត់ design ទៅតាមថាភ្ញៀវមួយយើង design មួយទេគឺយើងមាន rule អញ្ចឹងហើយភ្ញៀវដែលគាត់នេះគឺជាទូទៅដែលគាត់ follow ពាក្យច្រើនជា rule ឬជា policy ហ្នឹងគឺគាត់អាចមកសិតនៅនេះបានបាទទាំងអស់ហ្នឹងបាទជាក់ស្ដែងតាមជាក់ស្ដែងបាទអានេះយើងនិយាយទៅវាច្រើនស្អីហើយវាស៊ីពេលបាទអូខេចឹងយើងមាន worksheet ដូចខ្ញុំបញ្ជាក់មិញអញ្ចឹងគឺ worksheet ហ្នឹងគឺធ្វើការពីថ្ងៃណាដល់ថ្ងៃណាម៉ោងប៉ុន្មានទៅម៉ោងប៉ុន្មានអីចឹងទៅបាទយើង set up នៅនេះអូខេចឹងចុងក្រោយគឺ leave record នេះគឺHR admin គាត់អាច leave admin គាត់អាចមើលនៅក្នុងrecord on នេះបានបាទហើយមានដូចថា approve ឬក៏ cancel ឬក៏អត់ទាន់ approve អីហ្នឹងគឺវាមាន status ហើយយើង filter ទៅតាមហ្នឹងអូខេ leave balance calculation យើងប្រចាំឆ្នាំឧទាហរណ៍ថា annual leave គេត្រូវ reset ប្រចាំឆ្នាំអីចឹងទៅអញ្ចឹងគឺត្រូវមក calculate នៅនេះឡើងវិញមកតាមឆ្នាំមួយរបស់វាអញ្ចឹងជួនកាលកន្លែងខ្លះគឺអាចមាន balance forward អីផ្សេងអញ្ចឹង rule អស់ហ្នឹងគឺវានឹងរត់ automatic ទៅតាមការ set up របស់យើងនៅក្នុង leave type មួយហ្នឹងបាទអញ្ចឹងភាគច្រើនគឺសម្រាប់ក្រុមហ៊ុនដែលនៅស្រុកខ្មែរតែ follow labor law ច្បាប់ការងាររបស់ខ្មែរគឺយើង fulfill requirement ទាំងអស់ហ្នឹងជ្រាបច្រើនហើយបាទគេអញ្ចឹងយើងមានអាហ្នឹងយើងមាន leave report អីផ្សេងមើលទៅតាមនេះហ្នឹងបាទ performance យើងមាន performance យើងមាន KPI យើងមានធ្វើជា template រួចហើយយើងមានសិនជា performance review អីទៅតាមទៅបុគ្គលិកដើម្បីឲ្យគាត់ជួយបំពេញអីហ្នឹងបាទនៅលើ application យើងតែម្ដងបាទ payroll យើងមាន set up very complicated ហើយ very dynamic payroll បាទនេះតាមកន្លែងមួយគាត់អាចសរសេរឬប្រមូលសរសេរនេះដោយខ្លួនគាត់បានហើយយើងអាចរៀប element មួយហ្នឹងទៅតាមនេះនឹងបានបាទអញ្ចឹងដល់ពេលយើងរៀបទៅ element ហ្នឹងគឺយើងមាន order របស់វាបាទធម្មតាវាត្រូវ calculate ពីឆ្វេងទៅស្ដាំអញ្ចឹងដូច Excel អញ្ចឹងបាទទៅថា IC បូក IN អញ្ចឹងតើតែ IC ហ្នឹងវាបានrun calculate រួចហើយអញ្ចឹងគឺ order នេះគឺសំខាន់ណាស់បាទប៉ុន្តែយ៉ាងហ្នឹងគឺចុងក្រោយគឺយើងអាចមានគេ dynamic pay element set up ហ្នឹងបាទអាចទៅសេរូបមន្តអាចទៅតាម nature របស់វាមានច្រើនបាទយើងអាច set up salary tag សម្រាប់ non resident អានេះជាទូទៅគឺពីប្រមាណដល់ប្រមាណ 20% អញ្ចឹងតែអញ្ចឹងយើងអាច set ថា0រហូតដល់ pay range ប៉ុណ្ណេះទៅអាចថា 20% សម្រាប់ non resident បាទសម្រាប់ resident វិញគឺទៅតាម layer ដែលខាងរដ្ឋគាត់កំណត់បាទពីប្រមាណ layer ប្រមាណភាគរយទៅតាមនេះទាំងជាក់ស្ដែងអូខេអញ្ចឹងទាំងអស់ហ្នឹងគឺយើងមាន pay មាន OT មានអីផ្សេងតទៀតបាទមាន policy សម្រាប់ pay មាន period មានអី shift allowance អីចឹងទៅជាក់អូខេអញ្ចឹងចុងក្រោយគឺយើងយកទៅធ្វើជា payroll calculation នៅនេះយើងអាចselect ទៅយើងអាចមាន payroll calculation បាទយើងអាចចុច calculate យើងអាច
ចាំវាបាទវា process ទៅតាមនឹងជាក់ស្ដែងបាទអូខេបង្ហាញអញ្ចឹងឬក៏អានេះ first half ហើយ second half យើងអាចធ្វើដូចគ្នាអញ្ចឹងបាទនៅពេលបើកប្រាក់ខែជាក់ស្ដែងបាទអានេះយើងអាចបង្ហាញតែកាលណាដែលអត់ zero អញ្ចឹងទៅហើយយើងអាចបន្ទាប់ពី calculate ហើយយើងអាច print payroll register ហ្នឹងពីកន្លែងហ្នឹងតែម្ដងយើងអាច preview មើលទឹកលុយទាំងអស់អីចឹងទៅបាទទាំងអស់នេះគឺយើងអាចបង្ហាញ select ឲ្យវាថាតើ element មួយណាដែលបង្ហាញនៅក្នុងរបាយការណ៍នឹងបានបាទអញ្ចឹងអានេះគឺយើងមាន set អាហ្នឹងបាទទៅរបាយការណ៍ហ្នឹងយើងបង្ហាញតែ element ប្រមាណនេះបាទអញ្ចឹងវានឹងបង្ហាញទៅរបាយការណ៍ទៅតាមអ្វីដែលយើងកំណត់ហ្នឹងបាទនេះយើងអាច print គេហៅ pay slip សម្រាប់បុគ្គលិកម្នាក់ៗអញ្ចឹងទៅឬក៏យើងអាច print pay slip ហ្នឹងទាំងអស់ចូលនៅក្នុង PDF file មួយបាទនេះគឺច្រើនបាទហើយ load លឿនបាទនិយាយទៅគឺsystem របស់យើងនេះយើង host នៅលើអ៊ីនធឺណិតហើយល្បឿនរបស់វាគឺលឿនបាទអូខេអញ្ចឹងយើងមាន payroll មាន security អីទៅតាមហ្នឹងបាទ multiple user multiple role user ម្នាក់យើងអាច assign ទៅឲ្យ role របស់យើងគឺអាច set up ទៅតាមហ្នឹង reset password អីផ្សេងយើងមាន tool សម្រាប់ admin ដើម្បីជួយបុគ្គលិកបាទអូខេមានអីចន្លោះទៀតគឺឧទាហរណ៍ដូចជា message នេះនៅពេលនេះសារដែលវាសិនចេញទៅវា queue នៅក្នុងអញ្ចឹងយើងអាច push ចេញបានជួនកាលវាមាន error អីផ្សេងនៅ SMTP email server account អញ្ចឹងគឺវា store នៅក្នុង queue ហើយវាព្យាយាមនឹងសិនទៅខ្លួនឯង automatic បាទមាន auto number អីហ្នឹងយើងអាច set បានថាអូខេអានេះយើងអាច set ទម្រង់ format អីផ្សេងset មើល next number វាហ្នឹងគឺ admin គាត់អាច control អាហ្នឹងបានបាទអូខេជាអត់មានអីបន្ថែមទៀតទេគឺយើងអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណេះហើយអរគុណសម្រាប់តាមដានវីដេអូរបស់យើងអញ្ចឹងបើមានការចាប់អារម្មណ៍ដើម្បីមើល detail អីទៀតអាចតាក់ទងមកខាងខ្ញុំគឺដើម្បីយក username password ឬក៏យើងអាច demo ផ្ទាល់ទៅតាមក្រុមហ៊ុនតែម្ដងទៅក្រុមហ៊ុនយើងអាចជជែកគ្នាតាមការជាក់ស្ដែងហ្នឹងបាទអរគុណបាទ